ទម្លាប់5នេះបន្តធ្វើជាប្រចាំខួរក្បាលអ្នកនឹងចុះខ្សោយធ្លាក់អស់ IQ គិតអ្វីក៏មិនចេញ IQ ជាកម្រិតនៃភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗមនុស្សដែលមាន IQ ខ្ពស់តែងមានភាពវៃឆ្លាតជាងមនុស្សដែលមាន IQ ទាបកម្រិតនៃភាពវៃឆ្លាតនេះនឹងជួយឲ្យអ្នកពូកែវៃឆ្លាតក្នុងការគិតបានរហ័សពូកែប្រើខួរក្បាលគិតអ្វីក៏ឆាប់ចេញរៀនអ្វីក៏ឆាប់ចេះកម្រិត IQ ច្រើនមានពីកំណើតមិនងាយដំឡើងឬបន្ថយវិញបានប៉ុន្តែយ៉ាងណាក្តីមានទម្លាប់រស់នៅមួយចំនួនដែលធ្វើជាប្រចាំថ្ងៃយូរវាប៉ះពាល់ដល់សមត្ថភាពខួរក្បាលការគិតនិងភាពវៃឆ្លាតរបស់អ្នកឲ្យធ្លាក់ចុះជាងមុនបានផងដែរទម្លាប់4យ៉ាងដែលជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាលក៏ដូចជាកម្រិត IQ របស់អ្នកមានដូចជាទី1ប្រើប្រាស់ទូរស័ព្ទច្រើនពេកស្ទើរតែគ្រប់វ័យទៅហើយនៃប្រជាជនខ្មែរចំណាយពេលច្រើនលើសលប់ជាមួយនឹងទូរស័ព្ទគ្មានសំចៃភ្នែកសំចៃដៃផ្អែកពីប្រភព Power of Positivity ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Texas បានប្រមូលផ្ដុំអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone ប្រហែល800នាក់ដើម្បីចូលរួមធ្វើតេស្តកុំព្យូទ័រគេបានឲ្យមនុស្សមួយក្រុមដកទូរស័ព្ទទុកនៅក្នុងបន្ទប់ផ្សេងនិងមួយក្រុមទៀតដាក់ទូរស័ព្ទតាមខ្លួនគ្រាន់តែធ្វើការបិទសំឡេងជាលទ្ធផលដែលគ្មានទូរស័ព្ទជាប់ខ្លួនធ្វើតេស្តបានប្រសើរជាងដោយសារតែក្រុមមានទូរស័ព្ទជាប់ខ្លួនប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់ពួកគេមនុស្សតែងមានទម្លាប់ពិនិត្យមើលទូរស័ព្ទជានិច្ចពេលនៅជិតខ្លួនទី2ទទួលទានអាហារជាតិស្ករខ្ពស់អ្នកស្រាវជ្រាវបានរកឃើញថាអាហារដែលមានជាតិ fructose ដែលខ្ពស់បានបន្ថយភាពវៃឆ្លាតបន្ទាប់ពីទទួលទានហើយត្រឹម6សប្តាហ៍ក៏ជាប្រភេទអាហារថាមពលពេលញ៉ាំហើយភ្លាមៗធ្វើឲ្យអ្នកស្វាងឬមានកម្លាំងប៉ុន្តែវានឹងធ្វើឲ្យសមត្ថភាពខួរក្បាលការច្នៃប្រឌិតរបស់អ្នកចុះខ្សោយម្ដងបន្តិចម្ដង3ទទួលទានអាហារកែច្នៃច្រើនរបបអាហារដែលអ្នកញ៉ាំពីកុមារវានឹងជះឥទ្ធិពលដល់ខួរក្បាលអ្នកពេញមួយជីវិតបន្ទាប់ពីពិនិត្យមើលទម្លាប់នៃការញ៉ាំនិង IQ របស់ក្មេងៗប្រមាណជា 14,000 នាក់បានរកឃើញថាកុមារអាយុ3ឆ្នាំដែលញ៉ាំអាហារកែច្នៃភាគច្រើន5ឆ្នាំក្រោយមានពិន្ទុ IQ ជាមធ្យមទាបជាងក្មេងដែលមានរបបអាហារដែលមានសុខភាពល្អក្នុង3ឆ្នាំដំបូងនៃជីវិតខួរក្បាលលូតលាស់លឿនល្អបំផុតបើទទួលទានរបបអាហារល្អខួរក្បាលនឹងឆ្លាតពេញមួយជីវិតបើទទួលទានអាហារមិនល្អខួរក្បាលអ្នកនឹងចុះខ្សោយដូចគ្នា4ធ្វើការងារច្រើនមុខខួរក្បាលអ្នកមិនអាចផ្ដោតលើរឿងច្រើនក្នុងពេលតែមួយបានទេការធ្វើការងារច្រើនមុខក្នុងពេលតែមួយមិនធ្វើឲ្យអ្នកសម្រេចវាបានជោគជ័យលឿនទេតែផ្ដោតទៅលើរឿងតែមួយនឹងធ្វើឲ្យអ្នកសម្រេចបានលឿនជាងធ្វើកិច្ចការច្រើនមិនត្រឹមតែគ្មានប្រសិទ្ធភាពនោះទេប៉ុន្តែវាបានជះឥទ្ធិពលដល់កម្រិត IQ ធ្លាក់ចុះផងដែរការសិក្សាមួយដែលបានលើកឡើងដោយវិទ្យាស្ថានចិត្តវិទ្យានៅទីក្រុងឡុងបានរកឃើញថាកិច្ចការច្រើនបានធ្វើឲ្យ IQ ធ្លាក់ចុះ10ពិន្ទុបណ្ដោះអាសន្ន5ការធ្វើដំណើរឆ្ងាយទៅធ្វើការអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leicester បានរកឃើញថាការជិះកង់លើសពី2ម៉ោងក្នុងមួយថ្ងៃកាត់បន្ថយ IQ យ៉ាងឆាប់រហ័សគេបានសិក្សាពីរបៀបរស់នៅរបស់មនុស្សជាង 500,000 នាក់ក្នុងរយៈពេល5ឆ្នាំដោយបានផ្ដល់ឲ្យពួកគេនៅការធ្វើតេស្តការចងចាំនិងបញ្ញាពេញមួយការសិក្សាចំណោមអ្នកដែលចូលរួម 93,000 នាក់បានបើកឡានច្រើនជាង2ម៉ោងក្នុងមួយថ្ងៃគេក៏ឃើញថាពិន្ទុនៅក្នុងការសិក្សារបស់ពួកគេទាបជាងការចូលរៀនដំបូងថែមទាំងថយចុះនៃការយល់ដឹងជាលំដាប់បើធៀបនឹងអ្នកដែលធ្វើដំណើរតិចតួចទោះជាយ៉ាងណាក្តី4ចំណុចខាងលើជាចំណុចដែលអ្នកអាចកែប្រែវាបានម្ដងបន្តិចលើកលែងតែចំណុចចុងក្រោយដែលពេលខ្លះជាកលៈទេសៈបង្ខំតម្រូវឲ្យអ្នកធ្វើដំណើរឆ្ងាយជាប្រចាំអ្នកគ្រាន់តែព្យាយាមកាត់បន្ថយទម្លាប់ណាមួយដែលអ្នកអាចធ្វើទៅបានហើយកាត់បន្ថយវាបន្តិចម្ដងដើម្បីសុខភាពខួរក្បាលរបស់អ្នក